ហេតុអ្វីបានជាមានយល់សប្តិក្នុងអតីតកាលពួកសក្តិភូមិតែងយករឿងយល់សប្តិក៏ដូចជារឿងអបិយជំនឿផ្សេងទៀតដែរទៅបកស្រាយថាជាបញ្ហាភពវាសនានាឬអាក្រក់នៃមនុស្សនឹងមានការឃោសនាអកុសលផ្សេងដែលធ្វើឲ្យប្រជាជនក្នុងសម័យនោះល្ងិតល្ងង់ហាក់ដូចជាមនុស្សអន្តកាលត្រូវទទួលនៅការបោកបញ្ឆោតនិងត្រូវលងគំនិតស្មារតីគ្មានរកឃើញការគិតទាល់តែសោះមានគ្រូហៅចេះកាត់សពយករឿងយល់សប្តិនេះទៅបង្កអំពើអយុត្តិធម៌គ្រប់បែបយ៉ាងក្នុងសង្គមដូចជារឿងកាត់យល់សប្តិទិញកន្ទុយលេខឆ្នោតលេងអាប៉ោងបៀជាដើមដូចរឿងកាត់យល់សប្តិឲ្យយកទារកទៅប្រោះចោលព្រោះសប្តិនោះគេកាត់ទៅឃើញថាទារកនោះនាំមកនៅក្តីចង្រៃឬក៏ថាពិបាកចិញ្ចឹមមិនរស់រឿងកាត់សប្តិឲ្យប្តីប្រពន្ធលែងលះគ្នារឿងកាត់សប្តិឲ្យឈប់ធ្វើការដេកចាំប្រេងវាសនាលក្ខនឹងលក្ខយើងសង្កេតឃើញប្រជាជនក្នុងសក្តិភូមិបានទទួលរងគ្រោះរបៀបនេះមិនតិចឡើយរយៈពេលដ៏យូរលង់បានកន្លងផុតទៅប្រជាជនដ៏ស្លូតត្រង់ពុំអាចឃើញការពិតក្នុងរឿងយល់សប្តិនេះសោះទើបតែយល់សម័យវិទ្យាសាស្ត្ររីកចម្រើនមានវិជ្ជាវិទូដ៏ល្បីម្នាក់ឈ្មោះប៉ាប្រូបលោកខិតខំស្រាវជ្រាវអស់មួយជីវិតទីបំផុតទើបអាចគាស់បើករនាំងអាថ៌កំបាំងនេះដោយរបៀបវិទ្យាសាស្ត្រលោកបានពិនិត្យឃើញថាមនុស្សយើងថ្ងៃនាំគ្នាប្រកបការងារហើយយប់ឡើងនាំគ្នាសម្រានពេលធ្វើការខួរក្បាលយើងបានទទួលនៅប្រតិកម្មផ្សេងនាំឲ្យមានចលនារស់រវើកលុះសម្រានលក់ទៅមានការនឿយហត់អស់កម្លាំងបានធ្វើឲ្យខួរក្បាលយើងស្ថិតនៅក្នុងសភាពស្ងៀមគ្មានទិដ្ឋភាពក្រៅណាមួយអាចធ្វើឲ្យប្រតិកម្មដល់ខួរក្បាលយើងបានឡើយទោះសំឡេងនិយាយគ្នាសម្រាប់ជើងសំឡេងបើកទ្វារឬបង្អួចជាដើមពុំអាចធ្វើឲ្យអ្នកកំពុងដេកលង់លក់ស្ដាប់ឮទេដូច្នេះមនុស្សដេកលក់គ្មានតាក់ទងសូម្បីបន្តិចសោះនឹងសកម្មភាពជុំវិញខ្លួនហាក់ដូចជាមនុស្សស្លាប់អញ្ចឹងដែរគ្រាន់តែមានដង្ហើមតែប៉ុណ្ណោះប៉ុន្តែនៅពេលលាវហៀបនឹងលក់និងមុនពេលភ្ញាក់ពីដេកតែមិនទាន់ដឹងខ្លួនមែនតែននៅឡើយនោះសភាពការជុំវិញខ្លួនយើងទាំងប៉ុន្មានវាអាចជះឥទ្ធិពលដល់ខួរក្បាលយើងវាទាញអារម្មណ៍យើងឲ្យកើតជាការយល់សប្តិផ្សេងពីព្រោះខណៈនោះវិញ្ញាណទាំងឡាយក្នុងខួរក្បាលយើងវាស្ថិតនៅក្នុងភាពសកម្មដូច្នេះប្រសិនបើយើងមិនសូវស្រួលខ្លួនឬក៏ហើមធ្គាមហើមស្នាមដំបៅដែលពើតខ្ចកឬមានចំណងអតិបរមាទៅលើអ្វីមួយឬស៊ីឆ្អែតពេកនៅពេលចូលដំណេកបបហេតុទាំងនេះជ្រៀតក្នុងវិញ្ញាណខួរក្បាលធ្វើឲ្យកើតជាការយល់សប្តិផ្ដេសផ្ដាសគ្មានន័យបន្តិចសោះការយល់សប្តិគឺជាបាតុភូតម្យ៉ាងដែលកើតឡើងដោយការស្រមៃឃើញការគិតនិងការស្លងអារម្មណ៍ផ្សេងនៅពេលដែលយើងយល់សប្តិរឿងអតីតកាលយើងហាក់ដូចជាបានឃើញផ្ទាល់នឹងភ្នែកនៅទិដ្ឋភាពដែលកន្លងផុតទៅដូចជារឿងមិត្តភក្តិអតីតកាលធ្លាប់រៀនជាមួយគ្នាសួនច្បារទាំងឡាយដែលធ្លាប់ទុកស្នាមអនុស្សាវរីយ៍ឲ្យយើងរឿងទាំងឡាយដែលកន្លងផុតទៅហើយដែលបានធ្វើឲ្យយើងមានគំនួចដួងចិត្តនឹកគិតមិនភ្លេចនោះវាហាក់ដូចជានៅស្រស់នៅចំពោះមុខយើងនៅឡើយស្នាមស្រមៃផ្សេងដែលកើតឡើងក្នុងខួរក្បាលយើងគឺកើតមានដោយសារការប៉ះទង្គិចចំពោះអារម្មណ៍យើងនៅពេលថ្ងៃនិងនៅក្នុងការរស់នៅរបស់យើង
ហេតុការណ៍ទាំងឡាយណាដែលមានការប៉ះពាល់នឹងអារម្មណ៍យើងជាញឹកញយដូចជារឿងអ្វីមួយដែលយើងធ្លាប់ឮធ្លាប់ឃើញស្ទើរតែរាល់ថ្ងៃហេតុការណ៍ទាំងនោះបានជះប្រតិកម្មនៅក្នុងដួងវិញ្ញាណខួរក្បាលយើងខ្លាំងដូច្នេះហេតុការណ៍ទាំងនោះបានធ្វើឲ្យយើងមានការចាប់អារម្មណ៍តិចណាស់ពេលយល់សប្តិនឹកដល់រឿងទាំងនេះវាបែរជាស្រពេចស្រពិលមិនច្បាស់ជួនរកនឹកឃើញជួនរកនឹកមិនឃើញទៅវិញតែចំពោះហេតុការណ៍ណាដែលបានកន្លងផុតទៅយូរខែថ្ងៃឬហេតុការណ៍ណាដែលយើងមិនសូវជានឹកគិតវាពេលដេកហេតុការណ៍ទាំងនេះនឹងអាចបណ្ដាលឲ្យខួរក្បាលយើងមានការចាប់អារម្មណ៍ខ្លាំងហើយវាអាចកើតជារូបរាងច្បាស់ក្រឡែតក្នុងយល់សប្តិរបស់យើងបបហេតុទាំងនេះដែលអាចបណ្ដាលឲ្យមានសប្តិខ្លះងាយភ្លេចសប្តិខ្លះងាយចាំមនុស្សយើងមានការយល់សប្តិខុសពីគ្នាមនុស្សណាសុខភាពល្អពុំសូវមានយល់សប្តិទេតែអ្នកដែលសុខភាពមិនល្អមិនបរិបូរណ៍អ្នកមានជំងឺច្រើនអ្នកដែលរស់នៅគ្មានរបៀបរៀបរយឡាក់ព្រោះអ្នកទាំងនេះមានហេតុច្រើនកើតជាការយល់សប្តិផ្សេងដូច្នេះថ្ងៃឡើងតែងតែអស់កម្លាំងអង្គុយស្ងាបមហោបរកលើកដៃជើងស្ទើរមិនរួចពុតខ្លួនពុតប្រានញយទិដ្ឋភាពបែបនេះបើចេះតែបណ្ដោយយូរថ្ងៃទៅវាអាចបណ្ដាលឲ្យកើតជាជំងឺខ្សោយបេះដូងឬជំងឺផ្សេងទៀតក៏មានដូច្នេះដើម្បីដេកឲ្យបានគ្រប់គ្រាន់យើងត្រូវរៀបចំការរស់នៅប្រចាំថ្ងៃយើងឲ្យមានរបៀបរៀបរយត្រូវបរិភោគបាយឬចំណីអាហារទៀងទាត់ម៉ោងចំនួនកំណត់ឲ្យបានត្រឹមត្រូវបានសេចក្តីថាកុំបរិភោគច្រើនពេកស្លៀកពាក់ឲ្យបានសមរម្យមុនពេលចូលដំណេកត្រូវលាងជើងហើយតាំងស្មារតីគំនិតអីទាំងអស់ធ្វើយ៉ាងនេះយើងអាចជៀសវាងនៅការយល់សប្តិបានហើយសុខភាពយើងនឹងបរិបូរណ៍មិនខានសរសេរគំនិតផ្ទាល់ប្រាជ្ញ